ស្រូវខាងមុខខ្ញុំនេះគឺស្ថិតនៅទឹកដីស្រុកលវីអែមខេត្តកណ្ដាលស្រូវនេះគឺសន្តានល្អដូចក្នុងរូបអញ្ចឹងគឺការគ្រប់គ្រងរបស់ម្ចាស់គាត់ថែទាំបានល្អមែនទែនគឺការផ្ដល់ជីពីមួយវគ្គគឺគាត់មើលទៅលើអាយុស្រូវហើយការជ្រើសរើសជីយកមកប្រើប្រាស់ក៏គាត់ប្រើផ្ចិតផ្ចង់ទៅលើប្រភេទជីនិងមុខងារជីទៅតាមអាយុស្រូវរបស់គាត់ផងដែរជាទូទៅពីខាងក្រុមហ៊ុនជីថ្នាំស្ដេចដំរីខៀវយើងនៅតែលើកចិត្តកសិករឲ្យគាត់ជ្រើសរើសប្រភេទជីណាដែលមានគុណភាពហើយជាមួយនឹងតម្លៃសមរម្យដែលយើងអាចទទួលយកបានស្រូវរបស់គាត់នេះនៅអាយុ45ថ្ងៃនេះគឺជាដំណាក់កាលដែលគាត់បានប្រើប្រាស់ជីរបស់ខាងដំរីខៀវយើងប្រភេទ Super DAP គាត់ប្រើ50 ml លាយជាមួយនឹងទឹក25លីត្រហើយយើងលាយបញ្ចូលគ្នាជាមួយនឹងជី Super VS 100 ml លាយទឹក25លីត្រដូចគ្នាជីពីរមុខនេះគឺយើងបាញ់ទៅលើស្រូវរបស់គាត់ហើយបន្ទាប់ពីបាញ់ហើយបានមួយសប្តាហ៍យើងឃើញថាស្រូវលូតលាស់ល្អមែនទែនទាំងប្រព័ន្ធស្លឹកក៏ដូចជាប្រព័ន្ធឫសគឺមានសមត្ថភាពនៅក្នុងការចាប់យកសារធាតុចិញ្ចឹមដើម្បីបំពេញឲ្យដងដើមស្រូវល្អមែនទែនពេលណាស្រូវល្អមានសុខភាពល្អវាធន់ជាមួយនឹងកត្តាបំផ្លាញផ្សេងៗបានផងដែរវាកាត់បន្ថយជាមួយនឹងការចំណាយរបស់កសិករយើងដែលគាត់អាចចំណាយទៅលើថ្នាំដង្កូវផ្សេងៗប្រសិនបើស្រូវវិញល្អគឺយើងមិនបាច់ចាំប្រើប្រាស់ថ្នាំដង្កូវសម្រាប់ការពារនោះទេសូមអរគុណ